mà đặt chỉ preset ngày nay cái nhóm phép preset để nhóm từ ngày muốn đây là đó này comment trần mình tên thay trong bàn với ok ngày cái nhóm đặt áo ok hello what's up nơi đó này anh ấy cái chìa hạt bấy hay cái này từng ok này comment trần mình tên thà nè khác comment thà nên ý cái min là việc clean của mọi việc loạn nồi hay mình nè xong reset trần mình tên hay nâng min comment chỉ trần tiết nhóm nâng thôi chỉ video phép từ video tập ok ngàyนี้cái nhóm mà nâng phép om pi presetរបៀប add plugin ហើយនឹងរបៀប save ទៅជា preset ខ្លួនឯងទុកប្រើលើខ្លួនអញ្ចឹងណាហើយនឹងរបៀប clean noise អូខេទី1គឺរបៀប clean noise ក្នុងនេះគឺអត់មានអីពិបាកទេយើងគ្រាន់តែ mouse ស្ដាំទៅលើ vocal ដែលយើងចង់ clean មកឧទាហរណ៍ថា vocal នេះចុះហើយខ្ញុំ mouse ស្ដាំមកហើយយើងជើយកគេថា de noise ទូរស័ព្ទក៏ដូចគ្នាដែរទូរស័ព្ទយើងពេលយើងចុចលើ vocal ទៅវាមានសញ្ញាត្រេ3ហើយយើងចុចទៅវាដូចគ្នា load list noise ដូចគ្នាយើងចុចអាហ្នឹងទៅវាដាច់ vocal ហើយអូខេថ្ងៃនេះគឺយើងទៅដាក់ plug in ទាំងអស់គ្នាដំបូងគឺយើងចុចកន្លែងនេះកន្លែង fx បូក fx នេះមកអូខេហើយយើងចុចនេះសញ្ញាបូក fx នេះហើយវានឹងមាន effect ជាច្រើនអ្នកទាំងអស់គ្នាដំបូងគឺអ្នកទាំងអស់គ្នាទៅដាក់ EQ រួចដាក់noise ដាក់ noise នេះដាក់ noise នេះសលេងកាត់ខ្យល់កាត់អីចឹងណាដល់ពេលអ្នកទាំងអស់គ្នាដាក់ហើយអ្នកទាំងអស់គ្នាសេរីហើយអ្នកទាំងអស់គ្នាចង់ save ទុកជា preset ខ្លួនឯងចឹងណាអ្នកទាំងអស់គ្នាចុចនេះtray 3នេះកុំចុច save ចុច tray 3ហើយយើងចុច save as ទៅហើយយើងអាចធ្វើជា preset ខ្លួនឯងបានហើយយើងអាចរើសរូបយើងអាចដាក់រូបខ្លួនឯងដាក់អីហើយបើយើងដូរឈ្មោះមកដូរឈ្មោះគេហើយអូខេចុច save ទៅគឺវា save ឲ្យហើយអូខេអាហ្នឹងខ្ញុំអត់ save ទេខ្ញុំដាក់ជា preset ថ្ងៃហ្នឹងគឺខ្ញុំប្រាប់ preset ដែលខ្ញុំធ្វើថ្ងៃមុនអ្នកទាំងអស់គ្នា comment ច្រើនមែនទែនថាចង់បានវាអូខេថ្ងៃនេះខ្ញុំដាក់ឲ្យអូខេអ្នកទាំងអស់គ្នាអាចចូលទៅកាន់ channel YouTube ខ្ញុំជួយស្ដាប់ចម្រៀងខ្ញុំម្នាក់មួយដែរខ្ញុំត្រប់មួយថ្ងៃបាន15 view ឥឡូវយើងស្ដាប់តិចមើលថាវាជាតិមិនដែរ Hello boy, thật hay, ngập bị cái nữa nè, đã mong tà rèn này, tà rèn bao, nhà bị cái lưới xóm lên ôn về rong bóng miên cái đây sốc bấm phòn hiểu nhau ôi mai ai để cho energy bóng miên đàn đàn công nó thức mốc bạc bóng này bóng nâng ngón biệt chôn nơi riêng ca mà bóng ôn của mình dây ta của quạt rap tha bốn bóng sát chiêng phê នេះគឺជា preset ថ្ងៃមុនដែលខ្ញុំបង្ហាញអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាមួយហ្មងកុំឲ្យអ្នកទាំងអស់គ្នាសួរច្រើនអូខេអានេះដំបូងគេគឺ noise chain គឺខ្ញុំដាក់ដក60អ្នកទាំងអស់គ្នាអាច copy បានដក60ហើយ attack គឺខ្ញុំដាក់50 millisecond ហើយនេះ218អ្នកទាំងអស់គ្នាអាចមើលមួយបានហើយបើអត់ទាន់ទេ screenshot ណាអានេះគឺជាកាត់ខ្យល់គឺខ្ញុំដាក់ frame កង់វាមិននេះតែនេះគឺខ្ញុំអត់ដកទេកុំឲ្យវាខូចសំឡេងយើងអានេះគឺជា EQ ខ្ញុំដាក់ទី1ដាក់បូក 4.1 ទី2ដាក់បូក 0.2 ទី3ដាក់ 5.5 ទី4ដក 6 ទី5ដាក់បូក 3 អូខេអ្នកនរគ្នាមើលតាមហ្នឹងខ្ញុំជឿនិយាយនេះ1 បូក 1អូខេចុងមកដល់ echo គឺខ្ញុំដាក់ត្រឹម20ទេ feedback ហើយនេះគឺខ្ញុំដាក់1 class bit នៃ bit អានេះគឺខាត់ចឹងយើងអត់ដាក់ខាត់ bit ទេសលេងយើងមិនវាឡងមកចឹងអានេះមិនន័យថាសលេងឡងកុំឲ្យវាលឺខ្លាំងលឺខ្សោយណាអូខេយើងទៅទៀតនេះគឺជា limit ឬក៏ compress សំឡេងកុំឲ្យវាលឺខ្លាំងខ្សោយបើអ្នកប្រើ FL Studio ពីស្គាល់អានេះគឺខ្ញុំដាក់70អានេះគឺខ្ញុំដាក់70អានេះគឺដាក់55ហើយខ្ញុំដាក់ compress តែបងប្អូនអាចដាក់ limit ក៏បានដែរពីហ្នឹងគឺមួយណាក៏បានតែសម្រាប់ខ្ញុំដាក់ compress កុំឲ្យវា
ធ្វើសលេងយើងវារៀងទៀបចឹងនេះគឺជា limit អានេះខ្ញុំដាក់ compress ហើយខ្ញុំថែម limit វិញអានេះខ្ញុំដាក់ដក 1.9 អ្នកទាំងអស់គ្នាមើលតាមហ្នឹងណាអូខេ attack release នេះអានេះ volume គឺយើងអត់បើកនេះអានេះគឺជា reverb គឺខ្ញុំដាក់ 15% ហើយខ្ញុំយកជ្រើសយកនេះហើយអ្នកទាំងអស់គ្នាបើអត់ទេ screenshot វាដើម្បីយកកែអញ្ចឹងណាអូខេអានេះគឺជាប្រដាប់ម៉យវាសលេងវានៅដាល់ក្បាលពេកអានេះខ្ញុំដាក់ 20 deep ខ្ញុំដាក់ 20 amount ខ្ញុំដាក់ 4.7 speed យើងដាក់ 5.6 bass អត់បើទេហើយ treble ខ្ញុំដាក់ 3 អូខេនេះ reverb ខ្ញុំដាក់ 26 ហើយ size វា 40 tune 70នេះគឺជាclean សលេងយើង 6% ហើយខ្ញុំដាក់ general គឺអស់ហើយហើយមានបងម្នាក់គាត់ថាឲ្យបង្រៀន rap ផងអូខេ rap គឺយើងអត់មានដូរច្រើនទេ rap គឺយើងគាត់បិទអានេះចោលមួយទៅដោយសារ rap វាយើងច្រៀងញាប់អញ្ចឹងវាឡងមកវាអត់លយបើយើងច្រៀងមួយយើងដាក់ឡងមកគឺអូខេតែបើយើងច្រៀងញាប់យើងមិនដាក់ហ្នឹងទេយើងបិទហ្នឹងចោលទៅអូខេហើយបន្តទៀតគឺយើងទៅដាក់auto tune អ្នកស្លាក់អ្នកទាំងអស់គ្នាឆ្លាញ់ auto tune តែទាំងអស់គ្នាដាក់វាខ្លាំងមកតែបើអ្នកទាំងអស់គ្នាឆ្លាញ់រៀងតិចចឹងអ្នកទាំងអស់គ្នាដាក់តិចមកដាក់មកគួរសមយើងឆ្លាញ់ប៉ុន្មានចឹងអូខេឥឡូវស្ដាប់ទាំងអស់គ្នាអានេះសលេងយើងដាក់ plug in preset ចូលហើយប៉ុន្តែយើងអត់ទាន់ដាក់ auto tune ទេអូខេចាំមើលខ្ញុំបិទ auto tune ហើយខ្ញុំបើកទៅបកវាលឿននេះទៅរកគេវិញទៅជាមួយបងព្រោះក្នុងបេះដូងអូនអូខេអានេះវារៀងព្រោះហើយប៉ុន្តែវាអាខ្លះវាអត់ចូលកលក្ខលុកចឹងបើអ្នកទាំងអស់គ្នាស្រឡាញ់ប៉ុណ្ណឹងអូខេប៉ុណ្ណឹងអូខេតែបើអ្នកទាំងអស់គ្នាអត់ស្រឡាញ់អាសលេងស៊ីនទេអូខេយើងដាក់ធូនយើងដាក់ទៅ80អីអូខេឥឡូវសាកស្ដាប់ទៅរកគេវិញទៅជាមួយបងព្រោះក្នុងបេះដូងអូនមិនអាចបំភ្លេចគេបានអ្នកទាំងអស់គ្នាឃើញវារៀងប្រៃអាខ្លះអាកន្លែងខ្លះទៅវាទាញទៅដល់ធូនអញ្ចឹងលយបើអ្នកទាំងអស់គ្នាឆ្លាញ់រៀងថាមកធម្មជាតិយើងជាងមិនប៉ុណ្ណាដាក់ទៅ20អីទៅគេស្ដាប់ប៉ុណ្ណឹងទេគេស្ដាប់ប៉ុណ្ណឹងថាយើងដាក់ធូនដាក់អូតូធូនទៅរកគេវិញទៅជាមួយបងព្រោះក្នុងបេះដូងអូនមិនអាចបំភ្លេចគេបានអូខេគេអត់ដឹងថាយើងដាក់អូតូធូនទេហើយសម្រាប់ part 3ខ្ញុំនឹងប្រាប់ពីរបៀបដែលយើងយកលេងពី YouTube ហើយយើងធ្វើកុំឲ្យវាជាប់ copyright ដោយសារអាហ្នឹងវារៀងវែងឆ្ងាយដែរអញ្ចឹងខ្ញុំធ្វើវាជា part 3មួយទៀតទៅដោយសារឥឡូវខ្ញុំធ្វើការអញ្ចឹងអត់សូវមានពេលធ្វើឲ្យអ្នកទាំងអស់គ្នាទេអញ្ចឹងយើងធ្វើបានតែឆ្លៀតបានតែយប់ឡែប៉ែតណាសង្ឃឹមថាអ្នកទាំងអស់គ្នាយល់បើសិនជាមានចម្ងល់អីអាច comment សួរនៅខាងក្រោមបានអូខេអ្នកទាំងអស់គ្នាកុំភ្លេចជួយគាំទ្រម្នាក់មួយផងដើម្បីជាទឹកចិត្តធ្វើវីដេអូមុខទៀត